កាលពីមុននាងខ្ញុំគឺអត់ដែរចេះញ៉ាំជាមួយនឹងស្លស្ងោរល្ពៅបងប្អូនអរគ្នាចាតែដល់ពេលឥឡូវគឺខ្ញុំចេះញ៉ាំជាមួយនឹងស្លស្ងោរល្ពៅគឺខ្ញុំមានអារម្មណ៍ថាខ្ញុំចូលចិត្តស្លនឹងខ្លាំងពេលដែលយើងអស់កម្លាំងមានអារម្មណ៍ថានឿយហត់ជាមួយនឹងម្ហូបដែលងាយងាយយើងអាចស្លជាមួយនឹងស្ងោរល្ពៅនេះបានបងប្អូនថ្ងៃដែលខ្ញុំស្ងោរល្ពៅគឺជាថ្ងៃដែលចំអស់ប្រេងឆាផ្ទាល់តែម្ដងបងប្អូនអរគ្នាហើយយរួមទៅគឺខ្ញុំបានហាន់ជាមួយនឹងខ្លាញ់ជាប់សាច់តិចតិចហ្នឹងយកមកដាក់ដើម្បីប្រពងជាមួយនឹងខ្ទឹមបងប្អូនយួមទៅយ៉ាងខ្លោចបែកវល់ពេញហ្នឹងបងប្អូនគឺមានអារម្មណ៍ថាអារម្មណ៍អត់ល្អពេលដែលធ្វើទៅខកបំណងណាប៉ុន្តែគឺខ្ញុំគិតថាខ្ញុំនឹងថតវីដេអូដើម្បីផ្ញើជូនមកម៉ែបងប្អូនអរគ្នាបានឃើញអញ្ចឹងគឺខ្ញុំត្រូវតែស៊ូតថតតចប់បងប្អូនអរគ្នាឃើញទេពេលថតហ្នឹងគឺមានអារម្មណ៍ថាវីដេអូហ្នឹងគឺអត់ល្អអត់ smooth អញ្ចឹងបងប្អូនអរគ្នាចាឥឡូវនេះខ្ញុំចាប់ផ្ដើមបំពងខ្ទឹមបានក្រហមល្អនឹងខ្ញុំចាប់ផ្ដើមមកលីងជាមួយនឹងសាច់ដើម្បីឲ្យចូលជាតិជាមួយស្ករប៊ីចេងទឹកត្រីដែលយើងដាក់ចូលជាមួយនឹងសាច់លីងរបស់យើងដើម្បីលីងឲ្យវារាងឆ្អិនទៅមិនយើងដាក់ជាមួយនឹងទឹកពេលដែលទឹកពុះយើងដាក់ជាមួយបន្លែល្ពៅរបស់យើងអញ្ចឹងបងប្អូនណាចាដោយសារតែប្រភេទស្ងោរល្ពៅនេះគឺជាមួយសាច់ជ្រូកនេះគឺជាមុខម្ហូបដែលងាយស្រួលទេបងប្អូនគឺអត់មានគ្រឿងអីច្រើនទេបងប្អូនណាចាពេលដែលខ្ញុំបានលីងសាច់យើងចាប់ផ្ដើមក្រៀងខ្ញុំចាប់ផ្ដើមមកដាក់ជាមួយនឹងទឹកបងប្អូនទឹកខ្ញុំដាក់ផាជាចំណុះបន្តិចទេបងប្អូនគឺកន្លះឆ្នាំងអញ្ចឹងណាគឺឆ្នាំងដែលខ្ញុំស្លគឺឆ្នាំងតូចទេបងប្អូនអរគ្នាចាដោយសារតែខ្ញុំគ្រួសារតូចអញ្ចឹងទៅខ្ញុំតែពីរអ្នកប្តីទេអញ្ចឹងហើយគឺខ្ញុំស្លតិចដែរទេបងប្អូនគ្នាស្លច្រើនខ្លាចញ៉ាំអត់អស់អញ្ចឹងណាឥឡូវទឹកសឡូរបស់យើងចាប់ផ្ដើមពុះហើយបងប្អូនគឺចាប់ផ្ដើមធំជាមួយក្លិនឈ្ងុយជាមួយសាច់លីងរបស់យើងពេលយើងដាក់ទឹកទៅបងប្អូនណាចាយំទៅគឺស្លនេះគឺស្លទាំងចិត្តបង្ខំដោយសារតែវាតាំងពីដើមវីដេអូមកគឺមានខុសបច្ចេកទេសចឹងបងប្អូនអរគ្នាគឺអារម្មណ៍អត់សូវល្អប៉ុន្មានទេប៉ុន្តែដោយសារគាត់ថាយើងត្រូវតែស្លឲ្យចប់ចុងចប់ដើមទោះតែស្លហ្នឹងស្លអត់ទៅមុខក៏ដោយក៏ត្រូវតែស្លដែរដោយសារតែគឺត្រូវស្លញ៉ាំបាយពេលថ្ងៃបងប្អូនណាចាហើយខ្ញុំមកស្លហ្នឹងហើយគឺខ្ញុំនិយាយត្រង់ម៉ោង2បងប្អូនស្លតាំងម៉ោង2ដល់10ដោយសារអីគឺអារម្មណ៍ថាលេងចង់ស្លហើយបងប្អូនអរគ្នាចាឥឡូវនាងខ្ញុំចាប់ផ្ដើមដាក់ល្ពៅចូលហើយបងប្អូនយើងចាប់ផ្ដើមមកកូរជាមួយនឹងល្ពៅរបស់យើងដើម្បីឲ្យចូលជាតិមួយទឹកស្លរបស់យើងបងប្អូនណាចាហើយថ្ងៃដែលខ្ញុំស្លហ្នឹងប្តីខ្ញុំថាខ្ញុំស្លឆ្ងាញ់ទៀតតាំងតែស្លហ្នឹងខុសបច្ចេកទេសបងប្អូនអរគ្នាចាឥឡូវទឹកស្លរបស់យើងចាប់ផ្ដើមពុះហើយគឺល្ពៅរបស់យើងក៏រៀងឆ្អិនដែរបងប្អូនប៉ុន្តែដោយសារតែខ្ញុំចង់ឲ្យបន្លែល្ពៅរបស់យើងហ្នឹងគឺបានឆ្អិនល្អគឺជ្រុបគឺញ៉ាំទៅអត់ឆ្ងាញ់ទេខ្ញុំចង់ឲ្យល្ពៅរបស់យើងគឺផុយល្អគឺសាច់ល្មួតអញ្ចឹងណាបងប្អូនគឺខ្ញុំមកងាស់រៀងយូរបន្តិចបងប្អូនអរគ្នាចាយរួមទៅគឺស្លហ្នឹងបើសិនជាយើងស្លគឺត្រូវក្បួនរបស់គេគឺស្លទៅតំណងខ្លាំងមែនតើហើយរសជាតិក៏ឆ្ងាញ់ជាប់ចិត្តដែរបងប្អូនក៏ប៉ុន្តែយើងស្លទៅដោយសារតែយើងប្រេងឆាវារៀងលក្ខណៈថាវារៀងតិចតួចចឹងទៅពេលដែលស្លទៅវាអត់សូវឆ្ងាញ់ខ្ញុំគិតថាអញ្ចឹងតែប្តីខ្ញុំក៏ថាឆ្ងាញ់ហើយដល់ពេលខ្ញុំបានទឹកស្លចាប់ផ្ដើមពុះហើយខ្ញុំចាប់ផ្ដើមដាក់ជាមួយនឹងគ្រឿងក្រៅរបស់យើងស្ករប៊ីចេងទឹកត្រីចាអឺម្សៅខ្នុរបន្តិចហ្នឹងបងប្អូនអរគ្នាចាំម្សៅរ៉ូឌីយើងហ្នឹងបន្ទាប់មកទៀតខ្ញុំដាក់ជាមួយនឹងប្រេងខ្យងបងប្អូនណាចាយល់ទៅខ្ញុំមកថែមគ្រឿងក្រោយទៅទៀតដោយសារតែយើងដាក់ជាមួយនឹងសាច់លីងហ្នឹងទៅគឺពេលដែលយើងដាក់ទឹកទៅវាអត់ចូលជាតិជាមួយទឹកស្លយើងទេអញ្ចឹងហើយតោះតែយើងដាក់គ្រឿងថែមទៀតបានឆ្ងាញ់អញ្ចឹងបងប្អូនណាចាហើយឥឡូវនេះខ្ញុំចាប់ផ្ដើមកូរជាមួយស្លរបស់យើងគឺខ្ញុំចាប់ផ្ដើមដុសជាមួយពពុះដោយសារតែកាលណាដែលយើងទឹកស្លយើងពុះអញ្ចឹងទៅវាឡើងពពុះមកអញ្ចឹងបងអូនណាចាខ្ញុំដុសជាមួយពពុះនឹងចាញ់ហើយទឹកស្លហ្នឹងគឺខ្ញុំដាក់រៀងច្រើនដែរបងប្អូនដល់ពេលយើងដាក់បន្លែទៅគឺឃើញមានច្រើនឃើញស្លយើងគឺច្រើនគួរសមតែឥឡូវចាប់ផ្ដើមពុះឲ្យបងប្អូនអរគ្នាចាហើយល្ពៅយើងគឺចាប់ផ្ដើមរៀងឆ្អិនហើយបងប្អូនតែខ្ញុំចង់ឲ្យវាឆ្អិនរៀងជាងនេះដើម្បីឲ្យឆ្អិនទៅសាច់វាកាន់តែល្មួតកាន់តែឆ្ងាញ់កាន់តែឈ្ងុយបងប្អូនណាចាពេលទឹកស្លយើងចាប់ផ្ដើមពុះរួចហើយបងប្អូនអរគ្នាចាមើលទៅតំណងខ្លាំងមែនតើដោយសារតែល្ពៅយើងគឺពណ៌ក្រហមល្អអញ្ចឹងបងប្អូនណាចារួមទៅគឺមើលមួយផ្លែស្មានតែធ្វើផ្អើមល្ពៅទៅបងប្អូនអរគ្នាចាតាំងកពិតគឺស្ងោរល្ពៅសោះស្លហ្នឹងបងប្អូនមុនដំបូងឡើងគឺគ្រួសារខ្ញុំគឺអត់ចូលចិត្តស្លស្ងោរល្ពៅនឹងទេបងអូនហើយប្តីខ្ញុំក៏អត់ចូលចិត្តស្លនឹងដែរប៉ុន្តែដល់ពេលខ្ញុំស្ងោរឲ្យគាត់ញ៉ាំយូរទៅគាត់ថាឆ្ងាញ់ហើយមួយទៀតគឺញ៉ាំទៅមានកម្លាំងមានអីអញ្ចឹងណាឥឡូវស្លរបស់យើងចាប់ផ្ដើមពុះហើយនាងខ្ញុំចាប់ផ្ដើមមកដួសដាក់ចានបងប្អូនឃើញទេតំណងខ្លាំងមែនតើ